ជំរាបសួរអ្នកគ្រូខ្ញុំបាទនិងសមាជិករបស់ខ្ញុំមកពីក្រុមទី11ដែលថ្ងៃនេះដែរខ្ញុំបាទធ្វើការបកស្រាយនៅប្រធានបទដែលអ្នកគ្រូដាក់ឲ្យនេះគឺជាសមាជិកក្រុមរបស់ខ្ញុំនេះគឺជាមេតិការរបស់ខ្ញុំមាន5ចំណុចសំខាន់ដែលទី1គឺនិយាយអំពី introduction ទី2និយាយអំពី literature review ទី3និយាយអំពី analysis and finding ទី4និយាយអំពី summary of the result និងចុងក្រោយគឺនិយាយអំពី conclusion ដោយនេះខ្ញុំសូមបកស្រាយនៅចំណុចខ្ញុំដូចតទៅតែថ្ងៃនេះដែរខ្ញុំនឹងនិយាយអំពី introduction ដែល introduction គឺត្រូវបានបែងចែកជា3ចំណុចសំខាន់ទី1គឺនិយាយអំពីតើក្រុមហ៊ុន SVI AEC Company Limited ហ្នឹងជាអ្វីទី2និយាយអំពីប្រវត្តិត្រួសអំពីក្រុមហ៊ុនមួយនេះនៅកម្ពុជានិងចុងក្រោយតើក្រុមហ៊ុននេះផលិតសម្ភារៈអ្វីដូចនេះយើងនិយាយអំពីតើក្រុមហ៊ុន SVI AEC Company Limited ជាអ្វីចឹងក្រុមហ៊ុន SVI AEC Company Limited គឺជាក្រុមហ៊ុនគុលបុត្រសម្ព័ន្ធរបស់ SVI Public Company Limited ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មផលិតគ្រឿងអេឡិចត្រូនិក EMS ដ៏ធំដែលមានមូលដ្ឋាននៅប្រទេសថៃដែលក្រុមហ៊ុននេះគឺត្រូវបានបង្កើតឡើងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Royal Group ភ្នំពេញដែលហៅកាត់ជាភាសាអង់គ្លេសថាភ្នំពេញ Special Economic Zone នៅក្នុងឆ្នាំ2019ចឹងគោលបំណងនៃការបង្កើតក្រុមហ៊ុននេះនៅក្នុងប្រទេសកម្ពុជាគឺដើម្បីបង្កើននូវសមត្ថភាពផលិតកម្មសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិដូចជាអឺរ៉ុបអាមេរិកនិងអាស៊ីនិងដើម្បីទាញយកអត្ថប្រយោជន៍ពីកម្លាំងពលកម្មដែលមានភាពប្រកួតប្រជែងព្រមទាំងមានការលើកទឹកចិត្តពីផ្នែកពន្ធដារពីរាជរដ្ឋាភិបាលកម្ពុជាទន្ទឹមនឹងនេះថ្លៃពលកម្មនៅក្នុងប្រទេសកម្ពុជាមានតម្លៃថោកហើយតែវាមានលក្ខណៈផ្ដល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុនមួយនេះកាន់តែខ្លាំងទៀតផងក្រុមហ៊ុនមួយនេះបានផ្ដល់ឱកាសការងារដល់យុវជនខ្មែរជាច្រើនអ្នកនិងបានពង្រីកសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាពីការពឹងផ្អែកទៅលើកសិកម្មមកប្រែទៅជាពឹងផ្អែកទៅលើឧស្សាហកម្មវិញអញ្ចឹងទី2យើងនិយាយអំពីប្រវត្តិត្រួសអំពីក្រុមហ៊ុនមួយនេះនៅកម្ពុជាអញ្ចឹងក្រុមហ៊ុន SVI AEC Company Limited គឺមានសាខាជាច្រើនដូចជានៅប្រទេសអាមេរិកនៅប្រទេសស្លូវ៉ាគីនៅប្រទេសបណ្ដាប្រទេសផ្សេងទៀតតែក្រុមហ៊ុនមួយនេះបានសម្រេចចូលខ្លួននៅក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ2019ក្នុងគម្រោងនឹងការពង្រីកវិសាលភាពនិងស្វែងរកមូលដ្ឋានផលិតកម្មដែលមានថ្លៃដើមប្រកួតប្រជែងនិងដើម្បីបង្កាត់បន្ថយហានិភ័យពីសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិនអញ្ចឹងក្រុមហ៊ុនមួយនេះគឺមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស Royal Group ភ្នំពេញដែលជាតំបន់មួយមានភាពអំណោយផលដល់ក្រុមហ៊ុនមួយនេះបានបណ្ដាក់ទុនទឹកប្រាក់ទៅលើការវិនិយោគទុនមកលើប្រទេសកម្ពុជាចំនួនប្រហែលជា$60 លាននៅក្នុងប្រទេសកម្ពុជារីឯចំណុចទី3យើងនិយាយអំពីតើក្រុមហ៊ុនមួយនេះផលិតគ្រឿងអ្វីខ្លះអញ្ចឹងក្រុមហ៊ុនមួយនេះគឺមានផលិតគ្រឿងអគ្គិសនីជាច្រើនដូចជា PCBA ដែលមានឈ្មោះពេញថា Printed Circuit Board Assembly Box Build System Assembly Cable Harness និង Specialized Component ជាដើមដែលគ្រឿងទាំងអស់នេះគឺមានតួនាទីសំខាន់មែនទែននៅក្នុង Industry and Automation Communication IoT Automotive and E-Mobility និង Medtech និង Cleantech ដែលវាសិតតែពាក់ព័ន្ធជាមួយនឹងផ្នែកគ្រឿងអេឡិចត្រូនិកទាំងអស់ដូចនេះការបកស្រាយរបស់ខ្ញុំបានឈានដល់ទីបញ្ចប់ខ្ញុំសូមផ្ទេរការបកស្រាយទៅកាន់សមាជិកខ្ញុំមួយទៀតបន្ទាប់ពីចំណុចទី1មកខ្ញុំធ្វើការបកស្រាយចំណុចទី2បន្តគឺ literature review ក៏ប្រវត្តិនិងបរិបទនៃឧស្សាហកម្ម SVI គឺជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក EMS កម្រិតអន្តរជាតិដែលបង្កើតឡើងក្នុងឆ្នាំ1985និងមានបទពិសោធន៍ជាង40ឆ្នាំក្រុមហ៊ុនផ្ដល់សេវាកម្មចាប់ពីការរចនាការផលិតការដំឡើងគ្រឿងបង្គុំរហូតដល់ការបែងចែកផលិតផលទៅទីផ្សារអន្តរជាតិឧស្សាហកម្ម EMS កំពុងរីកចម្រើនដោយសារបច្ចេកវិទ្យា IoT AI និង
ឧបករណ៍ឆ្លាតវៃក្នុងនោះ SVI ត្រូវបានចាត់ទុកជាក្រុមហ៊ុនមានសមត្ថភាពគួរប្រជែងខ្ពស់ដោយសារបច្ចេកវិទ្យាទំនើបនិងបណ្ដាញរោងចក្រនៅក្រៅប្រទេសខបច្ចេកវិទ្យាផលិតកម្មកម្រិតខ្ពស់ Advanced Manufacturing Technology អត្ថបទស្រាវជ្រាវបានបង្ហាញថាភាពជោគជ័យរបស់ក្រុមហ៊ុនផ្អែកលើបច្ចេកវិទ្យាសំខាន់ចំនួន3គឺបច្ចេកវិទ្យាដំឡើងលើផ្ទៃ SMT ការប្រើប្រាស់ម៉ាស៊ីនស្វ័យប្រវត្តិដោយដំឡើងគ្រឿងបង្គុំតូចៗទៅលើបន្ទះ PCB បច្ចេកវិទ្យានេះកាត់បន្ថយការប្រើប្រាស់កម្លាំងមនុស្សនិងការបង្កើនភាពសុក្រឹតបំផុតប្រព័ន្ធមនុស្សយន្តនិងស្វ័យប្រវត្តិកម្ម Robotics និង Automation ការប្រើប្រាស់ដៃយន្តក្នុងការដំឡើងនិងវេចខ្ចប់ដែលជួយឲ្យផលិតមានស្ថិរភាពនិងគុណភាពខ្ពស់ជាប់ជានិច្ចការធ្វើតេស្តដោយម៉ាស៊ីនឆ្លាតវៃការប្រើប្រាស់កាមេរ៉ានិងប្រព័ន្ធកុំព្យូទ័រដើម្បីពិនិត្យរកចន្លោះប្រហោងនៃផលិតផលដែលមនុស្សមិនអាចមើលឃើញដោយភ្នែកទទេបានរីឯចំណុចគោលគឺការគ្រប់គ្រងគុណភាពនិងស្តង់ដារអន្តរជាតិ Quality and Standard យោងតាមឯកសារក្រុមហ៊ុនអនុវត្តតាមស្តង់ដារយ៉ាងតឹងរ៉ឹងបំផុតស្តង់ដារ ISO ធានានៅប្រព័ន្ធគ្រប់គ្រងការងារនិងសុវត្ថិភាពផលិតផលការផលិតសម្រាប់វិស័យសុខាភិបាលការសិក្សាបង្ហាញថាក្រុមហ៊ុនមានសមត្ថភាពផលិតឧបករណ៍វិទ្យាសាស្ត្រដែលទាមទារមានភាពត្រឹមត្រូវបំផុតនិងគ្មានមេរោគរីឯយើងចូលដល់ចំណុចខវិញគឺវិស័យយុទ្ធសាស្ត្រដែលក្រុមហ៊ុនផ្គត់ផ្គង់ Literature Review បញ្ជាក់ថាក្រុមហ៊ុនបានចែកចាយផលិតផលទៅកាន់ឧស្សាហកម្មចម្រុះបច្ចេកវិទ្យាឆ្លាតវៃ Smart Technology ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដែលបញ្ជាតាមអ៊ីនធឺណិត IoT អេឡិចត្រូនិកយានយន្តប្រព័ន្ធបញ្ជាឆ្លាតវៃក្នុងរថយន្តទំនើបជាដើមប្រព័ន្ធទូរគមនាគមន៍គ្រឿងបង្គុំសម្រាប់បណ្ដាញទំនាក់ទំនងល្បឿនលឿនចំណុចចុងក្រោយគឺចំណុចងគឺយុទ្ធសាស្ត្រខ្សែសង្វាក់គ្រប់គងការស្រាវជ្រាវផ្នែកអាជីវកម្មបានរកឃើញថាក្រុមហ៊ុនប្រើប្រាស់យុទ្ធសាស្ត្រVertical Integration ពោលគឺផលិតគ្រឿងបន្លាស់ដោយខ្លួនឯងដូចជាជ័រឬដែកដើម្បីធានាថាมันមានការខ្វះខាតវត្ថុធាតុដើមគ្រប់គ្រងថ្លៃដើមឲ្យបានទាបបំផុតដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនដទៃឆ្លើយតបទៅនឹងតម្រូវការអតិថិជនបានរហ័សទាន់ចិត្តចំណុចទី2របស់ខ្ញុំបានចប់សូមផ្ទេរចំណុចបន្ទាប់ទៅមិត្តរួមក្រុមរបស់ខ្ញុំជំរាបសួរអ្នកគ្រូនិងមិត្តភ័ក្តិទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបកស្រាយអំពីចំណុចទី3ដែលនិយាយអំពី analysis and finding ក៏ការវិភាគទីផ្សារ market analysis តម្រូវការផលិតផលអេឡិចត្រូនិកកំពុងកើនឡើងជាបន្តបន្ទាប់ក្រុមហ៊ុនអន្តរជាតិជាច្រើនកំពុងផ្លាស់ប្ដូរផលិតកម្មមកតំបន់អាស៊ីអាគ្នេយ៍ដើម្បីកាត់បន្ថយថ្លៃដើមកម្ពុជាមានអត្ថប្រយោជន៍ពីកម្លាំងពលកម្មនិងទីតាំងភូមិសាស្ត្រដែលទាក់ទាញវិនិយោគិនខការរកឃើញសំខាន់ Key Finding រោងចក្រ SVI Cambodia មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសវាមានតួនាទីសំខាន់សម្រាប់ផលិតសម្រាប់នាំចេញទៅក្រៅប្រទេសក្រុមហ៊ុន SVI ជាក្រុមហ៊ុនផ្ដោតលើ High Mix High Volume ដែលអាចផលិតផលច្រើនប្រភេទក្នុងបរិមាណធំការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិជួយបង្កើនប្រសិទ្ធភាពនិងគុណភាពផលិតកម្មការគ្រប់គ្រង supply chain មានសារៈសំខាន់ខ្លាំងដោយសារផលិតកម្មអេឡិចត្រូនិកពឹងផ្អែកលើគ្រឿងបន្លាស់ពីប្រទេសជាច្រើនចំណុចទី3បញ្ហាប្រឈមក្រុមហ៊ុន SVI មានបញ្ហាប្រឈមមួយចំនួនដូចជាខ្វះការប្រកួតប្រជែងខ្លាំងពី EMS company នៅចិនវៀតណាមនិងម៉ាឡេស៊ីការខ្វះបុគ្គលិកជំនាញបច្ចេកទេសខ្ពស់នៅកម្ពុជាព្រោះប្រទេសកម្ពុជាជាប្រទេសដែលកំពុងអភិវឌ្ឍត្រូវការយុវជនដែលមានចំណេះដឹងជាច្រើន
បញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់សកលនិងថ្លៃដឹកជញ្ជូនអាចប៉ះពាល់ដល់ការផលិតការផ្លាស់ប្ដូរបច្ចេកវិទ្យាលឿនត្រូវការវិនិយោគបន្តចំណុចរបស់ខ្ញុំចប់ត្រឹមតែប៉ុណ្ណឹងសូមផ្ទេរភារកិច្ចបន្តឲ្យមិត្តរួមក្រុមបន្ទាប់សូមអរគុណ ឥឡូវយើងចូលមកដល់ចំណុចបន្ទាប់ដែលជាចំណុចទី4ដែលចំណុចនិយាយអំពីការសង្ខេបសមិទ្ធផលរបស់ក្រុមហ៊ុន SPI ដែលមានស្នាដៃកន្លងមកមួយការជំរុញតម្លៃនៃការនាំចេញកាលពីមុនការនាំចេញរបស់កម្ពុជាគឺពឹងផ្អែកទាំងស្រុងទៅលើវិស័យកាត់ដេរនិងកសិកម្មប៉ុន្តែបន្ទាប់ពីក្រុមហ៊ុន SPI ផលិតនៅឧបករណ៍អេឡិចត្រូនិកទំនើបៗដូចជាគ្រឿងបន្លាស់រថយន្តឧបករណ៍បញ្ជាឧស្សាហកម្មនិងឧបករណ៍វិទ្យាសាស្ត្រផ្សេងៗមកផលិតផលទាំងនេះមានតម្លៃខ្ពស់ជាងសម្លៀកបំពាក់ដែលជួយបង្កើនទំហំពាណិជ្ជកម្មនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោកដូចជាបណ្ដាប្រទេសនានានៅប៉ែកខាងអឺរ៉ុបនិងអាមេរិកនិងក៏បានជួយបង្កើនចំណូលថវិកាជាតិដោយផ្ទាល់តែម្ដង 2. ការតាក់ទាញវិនិយោគទុនពីបរទេសវត្តមានរបស់ក្រុមហ៊ុន SPI ដែលជាក្រុមហ៊ុនផលិតបច្ចេកវិទ្យាអេឡិចត្រូនិកនៅក្នុងប្រទេសកម្ពុជាគឺជាសញ្ញាបង្ហាញអំពីការទុកចិត្តឬទំនុកចិត្តរបស់អ្នកវិនិយោគមកលើប្រទេសកម្ពុជាដែលធ្វើឲ្យក្រុមហ៊ុនធំៗឬសេដ្ឋីនៅប្រទេសឬសេដ្ឋីនៅបណ្ដាប្រទេសនានាមានទំនុកចិត្តថាប្រទេសកម្ពុជាអាចកសាងរោងចក្រឬអាចមកវិនិយោគទុននៅប្រទេសកម្ពុជាដែលមានសុវត្ថិភាពការវិនិយោគទុនលើរោងចក្រឆ្លាតវៃ Smart Factory ក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់សេដ្ឋកិច្ចពិសេសភ្នំពេញរបស់ក្រុមហ៊ុន SPI នាំមកនៅលំហូរទុនការកសាងរោងចក្រនិងការទិញម៉ាស៊ីនបច្ចេកវិទ្យាខ្ពស់ៗពីប្រទេសផ្សេងៗទំនុកចិត្តទាញក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗឲ្យមកវិនិយោគនៅប្រទេសកម្ពុជាតាមគ្នាឥឡូវយើងចូលចំណុចបន្ទាប់នៅស្លាយបន្ទាប់ដែលជាចំណុចទី3គឺការអភិវឌ្ឍធនធានមនុស្សនិងជំនាញបច្ចេកទេសដោយដែលយើងដឹងហើយថាក្រុមហ៊ុន SPI គឺជាក្រុមហ៊ុនមួយដ៏ធំដែលមានរោងចក្រលើសន្តានដីធំនិងបានផ្ដល់ឱកាសការងារដល់មនុស្សជាង 10000 នាក់ប៉ុន្តែហើយវាមិនមែនត្រឹមតែផ្ដល់ឱកាសការងារដល់មនុស្សជាង 10000 នាក់ប៉ុណ្ណោះទេវាថែមទាំងជួយបង្កើនគុណភាពកម្លាំងពលកម្មដូចជាការចែករំលែកចំណេះដឹងឬការផ្ទេរចំណេះដឹងបុគ្គលិកកម្ពុជាគឺទទួលបានការបណ្ដុះបណ្ដាលផ្នែកវិស្វកម្មនិងការដំឡើងមន្តសិក្វីដែលជាជំនាញកម្រិតខ្ពស់មានន័យថាគ្រប់បុគ្គលិកទាំងអស់នៅពេលដែលចូលបម្រើការងារនៅក្នុងក្រុមហ៊ុន SPI ពួកគេនឹងទទួលបានវគ្គបណ្ដុះបណ្ដាលផ្នែកវិស្វកម្មនិងវគ្គសិក្សាលើនិងវគ្គដំឡើងមន្តសិក្វីពលករឬអ្នកធនធានមនុស្សទាំងនោះក៏ទទួលបានប្រាក់ចំណូលខ្ពស់ដោយការងារផ្នែកបច្ចេកទេសជាទូទៅទទួលបានប្រាក់បៀវត្សខ្ពស់ជាងការងារសាមញ្ញដែលជួយបង្កើនកម្រិតជីវភាពនិងការចំណូលចំណាយក្នុងស្រុកដែលវាគឺជាកត្តាមួយដ៏ធំក្នុងការសម្រួលដល់ជីវភាពរបស់ប្រជាជនកម្ពុជាមួយចំនួនធំនិងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាអាចដើរបានរលូនផងដែរ4ការធ្វើពិពិធកម្មសេដ្ឋកិច្ចនេះគឺជាចំណុចសំខាន់បំផុតមួយសម្រាប់ GDP ប្រទេសកម្ពុជាដោយកាត់បន្ថយហានិភ័យកម្ពុជាលែងពឹងផ្អែកលើវិស័យកាត់ដេរនិងកសិកម្មតែមួយមុខដោយរោងចក្រ SPI បានជួយឲ្យសេដ្ឋកិច្ចកម្ពុជាមានផ្លូវផ្សេងជាច្រើនដោយពឹងផ្អែកទៅលើវិស័យការនាំចេញឬវិស័យអេឡិចត្រូនិកដែលកម្ពុជាមិនចាំបាច់ពឹងផ្អែកទៅលើតែវិស័យកាត់ដេរនិងកសិកម្មតែមួយមុខឡើយចំណុចមួយទៀតគឺឧស្សាហកម្ម 4.0 ក្រុមហ៊ុន SPI បានជួយរុញច្រានឲ្យកម្ពុជាចូលទៅក្នុងខ្សែសង្វាក់ផលិតកម្មបច្ចេកវិទ្យាសកលដែលធ្វើឲ្យសេដ្ឋកិច្ចជាតិមានភាពរឹងមាំនិងស្ថិរភាពយូរអង្វែងចំណុចទី5ការពង្រឹងប្រព័ន្ធ Logistics ដើម្បីឲ្យការនាំចេញគ្រឿងអេឡិចត្រូនិកបានកម្ពុជាត្រូវពង្រឹងប្រព័ន្ធដឹកជញ្ជូននិងនីតិវិធីគយឲ្យបានកាន់តែលឿននិងមានសុវត្ថិភាពជាទីបំផុតការវិវត្តនេះផ្ដល់ផលចំណេញដល់វិស័យផ្សេងទៀតដែលធ្វើឲ្យប្រតិបត្តិការសេដ្ឋកិច្ចទាំងមូលមានប្រសិទ្ធភាពខ្ពស់ជាងមុនសង្ខេបមកវិញក្រុមហ៊ុន SPI ដើរតួជាអ្នកត្រួសត្រាយផ្លូវក្នុងការប្រែក្លាយកម្ពុជាពីរោងចក្រកាត់ដេរឬប្រទេសដែលពឹងផ្អែកទៅលើវិស័យកសិកម្មទៅជាមជ្ឈមណ្ឌលផលិតកម្មបច្ចេកវិទ្យាដោយកម្ពុជាចាប់ផ្ដើមមានការធ្វើទំនើបកម្មផ្នែកបច្ចេកវិទ្យាចាប់តាំងពីក្រុមហ៊ុន SPI ចូលមកកាន់ទីផ្សារកម្ពុជា
ហើយនៅក្នុងតំបន់អាស៊ានក៏ជាកត្តាចាំបាច់បំផុតសម្រាប់កំណើន GDP ប្រកបដោយចីរភាពសរុបមកវិញ In conclusion ក្រុមហ៊ុន SVI គឺជាក្រុមហ៊ុនដ៏ធំមួយដែលបាននាំយកបច្ចេកវិទ្យាផលិតគ្រឿងបង្គុំអេឡិចត្រូនិកមកកាន់កម្ពុជាដែលធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានភាពរីកចម្រើនមានចីរភាពនិងធ្វើឲ្យ GDP ប្រទេសកម្ពុជាមានការស្ទុះឡើងមានមួយកម្រិតនិងគួរឲ្យកត់សម្គាល់ដោយក្រុមហ៊ុន SVI ក៏រួមចំណែកដ៏ធំក្នុងការធ្វើឲ្យប្រទេសកម្ពុជាប្រែក្លាយពីប្រទេសដែលក្រីក្រទៅក្នុងប្រទេសអ្នកមានឬក្រុមហ៊ុននេះបានជួយសេដ្ឋកិច្ចប្រជាជនខ្មែរជាច្រើនក្រុមហ៊ុន SVI មានរោងចក្រនៅភ្នំពេញយ៉ាងធំនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុមហ៊ុន SVI ក៏ជាចំណែកមួយដ៏ធំចំពោះសេដ្ឋកិច្ចកម្ពុជាជាពិសេសគឺក្រុមហ៊ុននេះបានជួយពលករជួយជីវភាពពលករខ្មែរជាច្រើនម៉ឺននាក់ដែលធ្វើឲ្យពួកគេមានការងារធ្វើមានប្រាក់ចំណូលទៀងទាត់ជាពិសេសពួកពលករខ្មែរទាំងអស់គឺមានជំនាញខាងវិស្វកម្មដូចជាជំនាញដំឡើងបន្ទះសៀកខ្វីនិងជំនាញគ្រឿងអេឡិចត្រូនិកជាដើមហើយក្រុមហ៊ុន SVI ក៏ជាចំណែកមួយដ៏ធំចំពោះសង្គមខ្មែរដែលបានអភិវឌ្ឍដែលក្រុមហ៊ុននេះបានជួយអភិវឌ្ឍភូមិស្រុកនៅក្នុងតំបន់ក្បែររោងចក្រដូចជាផ្លូវថ្នល់អំពូលភ្លើងនិងសួនច្បារជាដើមដោយលើកឧទាហរណ៍ជាក់ស្ដែងផ្ទះរបស់ខ្ញុំគឺនៅជិតនឹងតំបន់សេដ្ឋកិច្ចពិសេសនេះដែរដោយខ្ញុំបានឃើញថាក្រុមហ៊ុន SVI និងក្រុមហ៊ុនផ្សេងៗទៀតគឺបានរួមចំណែកគ្នាក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសដែលនៅផ្លូវជាតិលេខ4ធ្វើឲ្យនៅជុំវិញតំបន់សេដ្ឋកិច្ចពិសេសនោះគឺមានមនុស្សឬប្រជាជនកម្ពុជាមានការងារធ្វើនិងមានធនធានដូចជាប្រាក់កាក់និងគ្រួសារប្រកបជីវិតបែបទំនើបដោយពួកគេមានលទ្ធភាពឬអាចនិយាយបានថាពួកគេមានជីវភាពទូធាដោយសារក្រុមហ៊ុន SVI និងក្រុមហ៊ុនដទៃទៀតបានរួមចំណែកជួយពលករនីកម្ពុជាដោយពួកគេបានសាងសង់រោងចក្រនិងអភិវឌ្ឍប្រទេសកម្ពុជាជាចុងក្រោយសូមអរគុណចំពោះអ្នកគ្រូនិងមិត្តរួមថ្នាក់ទាំងអស់ដែលបានចូលរួមស្ដាប់ការធ្វើបទបង្ហាញរបស់ក្រុមទី12ពួកខ្ញុំសូមអរគុណ